YouTube channel ពីរដែលខ្ញុំគិតថាមានប្រយោជន៍សម្រាប់អ្នកដែលកំពុងរៀនភាសាជប៉ុនចាអញ្ចឹងទី1ហ្នឹងគឺកម្រិតរៀងទាបហើយនិងទី2គឺកម្រិតរៀងខ្ពស់ចាអញ្ចឹងខ្ញុំសូមនិយាយពីទី1សិនចាអញ្ចឹងទី1ហ្នឹង YouTube channel ហ្នឹងគឺឈ្មោះ Speak Japanese Naturally ចាYouTube channel ហ្នឹងដែរគឺគាត់គឺជាជនជាតិជប៉ុនអ្នកទាំងអស់គ្នាហើយគាត់និយាយយឺតៗនៅក្នុងវីដេអូហ្នឹងចាគាត់និយាយយឺតៗហើយគាត់មានតែសេអ្វីដែលគាត់និយាយហ្នឹងចេញមកអញ្ចឹងពាក្យណាមានកាន់ជីគាត់សេកាន់ជីចឹងណាប៉ុន្តែគាត់មានដាក់ហិរកណៈមកស្រាប់ហ្មងអ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំគិតថាវាល្អមែនតើគឺយើងបានស្ដាប់គាត់យឺតយើងអាចរៀនថាតាមបានហើយមានហិរកណៈមកស្រាប់បន្ថែមលើនឹងទៀតបើសិនបើអ្នកទាំងអស់គ្នាចេះភាសាផ្សេងដូចជាអង់គ្លេសឬមួយក៏ចិនឬមួយក៏បារាំងអីអញ្ចឹងណាគឺអ្នកទាំងអស់គ្នាអាចបើក subtitle បានអញ្ចឹងដូចខ្ញុំអញ្ចឹងខ្ញុំប្រើ subtitle អង់គ្លេសអញ្ចឹងអ្នកទាំងអស់គ្នាអាចមើលជប៉ុនបដាហើយមើលបកប្រែបានបដាទៀតអញ្ចឹងពាក្យណាយើងអត់ចេះយើងមិនបាច់ឆែកទេគឺយើងអាចមើលនៅលើនឹងបានហ្មងអ្នកទាំងអស់គ្នាប៉ុន្តែបើសិនបើអ្នកទាំងអស់គ្នាអត់ចេះអង់គ្លេសទេចំណុច set មួយហ្នឹងគឺគាត់អត់មានខ្មែរអ្នកទាំងអស់គ្នាចាអញ្ចឹងអ្នកទាំងអស់គ្នាមើលបានជប៉ុនហើយបើអ្នកទាំងអស់គ្នាអត់ចេះពាក្យណាគឺឆែកមើលខ្លួនឯងអញ្ចឹងណាប៉ុន្តែខ្ញុំនៅតែគិតថាវាមានប្រយោជន៍ព្រោះអីយើងបានស្ដាប់គាត់និយាយយឺតហ៊ានថាតាមអីអញ្ចឹងណាហ្នឹងហើយមានកាន់ជីហិរកណៈអីអញ្ចឹងទៅចាហើយបន្ថែមលើនឹងទៀតខ្ញុំចូលចិត្ត content របស់គាត់គឺវាអត់ធុញទេអ្នកទាំងអស់គ្នាដោយសារតែគាត់ចេញទៅក្រៅថតគាត់ចេញទៅក្រៅថតអញ្ចឹងទៅយើងមានទេសភាពមើលអញ្ចឹងណាហើយបើគាត់ទៅហាងទិញអីវ៉ាន់ទិញអីគឺយើងបានស្ដាប់សន្ទនាពិតហ្មងចាហើយបន្ថែមលើនឹងទៀតពេលខ្លះគាត់មាននិយាយពីវប្បធម៌នៅជប៉ុនអញ្ចឹងយើងបានចំណេះដឹងខ្លះពីក្នុងនឹងមកទៀតអ្នកទាំងអស់គ្នាអញ្ចឹងទៅទើបខ្ញុំចូលចិត្ត YouTube channel របស់គាត់ចាចូលដល់ទី2គឺរបស់គាត់ដូចគ្នាអ្នកទាំងអស់គ្នាប៉ុន្តែគាត់ទើបតែបង្កើតក្រោយទេចាឈ្មោះថា Speak Japanese Naturally Podcast content នៅក្នុងទី2ហ្នឹងគឺខុសពីទី1គឺគាត់ចេញទៅក្រៅថតទី2ហ្នឹងគឺអត់ទេអ្នកនរគ្នាគឺគាត់ថតលក្ខណៈ podcast គឺគាត់អង្គុយនិយាយហ្មងចាប៉ុន្តែដូចគ្នាអ្នកនរគ្នាគឺគាត់មានទៅសេប្រយោគហ្នឹងចេញមកទាំងអស់ហើយគាត់មានដាក់ហិរកណៈឲ្យយើងទៀតហើយក៏មានបកប្រែដូចទី1អញ្ចឹងបើអ្នកនរគ្នាចេះអង់គ្លេសចាអញ្ចឹងយើងអាចបើក subtitle ទៅតែអ្វីដែលខុសពីទី1ហ្នឹងគឺគាត់និយាយរៀងលឿននិយាយទៅទី2ហ្នឹងគឺគាត់និយាយធម្មតាហ្មងហ្នឹងហើយគាត់និយាយធម្មតាហ្មងគាត់អត់មានផឹកនិយាយយឺតទេចាហើយពាក្យអីក៏រៀងបាក់ជាងទី1ដែរអញ្ចឹងខ្ញុំគិតថាទី2ហ្នឹងបើសិនមកអ្នកនរគ្នាចេះជប៉ុនរៀងច្រើនអញ្ចឹងណាអាហ្នឹងរៀងល្អប៉ុន្តែបើសិនជាអ្នកនរគ្នាចេះតិចអាចមើលទៅរៀងស្មុគស្មាញញ៉ៃតិចហ្នឹងហើយចាតែខ្ញុំគិតថាគឺនៅតែល្អទី2ហ្នឹងក៏ល្អដែរអ្នកនរគ្នាអញ្ចឹងអ្នកនរគ្នាសាកឆែកមើលទៅថាអ្នកនរគ្នាចូលចិត្តដែរអត់អញ្ចឹងសម្រាប់ខ្ញុំគឺខ្ញុំគិតថាមានប្រយោជន៍ YouTube channel ពីរហ្នឹងចា